5 tip នៅក្នុង Excel ដែលខ្ញុំគិតថាអ្នកនរគ្នាគួរតែចេះទី1ដើម្បីបូកទិន្នន័យនៅក្នុងតារាងបែបនេះអ្នកនរគ្នាអាច select តារាងបែបនេះហើយអ្នកនរគ្នាចុច Alt បូកជាមួយនឹងសញ្ញាស្មើទី2 flash fill ជាទូទៅនៅពេលដែលអ្នកនរគ្នាចង់ផ្គុំឈ្មោះវិញអ្នកនរគ្នាប្រើប្រាស់រូបមន្តតែជំនួសឲ្យការប្រើប្រាស់រូបមន្តអ្នកនរគ្នាអាចធ្វើតាមវិធីសាស្ត្រមួយនេះអញ្ចឹងយើងត្រូវតែវាឈ្មោះនឹងមកបាទបន្តមកចុច enter ហើយបន្តមកទៀតអ្នកនរគ្នាចុច control បូកជាមួយនឹងអក្សរ e ទី3ការគូសឆាតអញ្ចឹងដើម្បីគូសឆាតបានតារាងបែបនេះអ្នកនរគ្នាគ្រាន់តែ select ទិន្នន័យនៅក្នុងតារាងរបស់យើងបន្តមកទៀតអ្នកនរគ្នាចុច alt បូកជាមួយនឹង f1 ទី4ការលុបលេខនៅពីមុខឈ្មោះអញ្ចឹងដើម្បីលុបលេខនៅខាងមុខឈ្មោះរបស់យើងគ្រាន់តែ select នៅលើតារាងរបស់យើងបន្តមកអ្នកនរគ្នាចុច control បូកជាមួយនឹងអក្សរ h បន្តមកអ្នកនរគ្នាវាយសញ្ញាផ្កាយចុចបន្តមកអ្នកនរគ្នាចុច replace all បន្តមកចុច OKទី5ចុងក្រោយជាទូទៅនៅពេលដែលអ្នកនរគ្នាចង់ highlight អវត្តមាននៅក្នុងតារាងបែបនេះគឺអ្នកនរគ្នាតែងធ្វើម្ដងមួយបែបនេះជំនួសឲ្យការធ្វើបែបនេះអ្នកនរគ្នាអាចធ្វើតាមវិធីសាស្ត្រនេះបានយើងគ្រាន់តែ select នៅលើតារាងរបស់យើងបន្ទាប់មកអ្នកនរគ្នាចុច alt បូកជាមួយនឹង h បូកជាមួយនឹងអក្សរ l បូកជាមួយនឹងអក្សរ n បន្ទាប់មកអ្នកនរគ្នារើសខាងក្រោមចំណុចនេះយើងរើស specific text នៅត្រង់នេះយើងវាអក្សរ a format យើងរើសពណ៌ដែលយើងចង់ highlight អូខេ